រដ្ឋធានីទឹកដីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបញ្ជាឲ្យកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកបើកទម្លាយច្រកសមុទ្រហុកមកចាប់ផ្ដើមការពារកប៉ាល់ដឹកព្រីងដែលត្រូវឆ្លងកាត់ច្រកសមុទ្រហុកមកប៉ុន្តែគឺជាការសាកល្បងថាតើអ៊ីរ៉ង់នឹងបើកការវាយប្រាក្នុងកម្រិតសង្ស័កលើនាវាចម្បាំងសហរដ្ឋអាមេរិកឬក៏លើនាវាពាណិជ្ជកម្មនៅដែរឬទីសេចក្តីរាយការណ៍បានចុះផ្សាយជាច្រើនអំពីបទបញ្ជារបស់លោកដូណាល់ត្រាំដែលបញ្ជាទៅកាន់ទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិកឲ្យបើកនាវាចម្បាំងរបស់អាមេរិកចូលបំបែកច្រកសមុទ្រហុកមកជាមួយនឹងការពារកប៉ាល់ទាំងឡាយណាដែលត្រូវដឹកព្រីងចាក់ចេញពីច្រកសមុទ្រហុកមកគឺការចាប់ផ្ដើមត្រូវប្រកាសថានឹងធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទថ្ងៃទី4ឧសភានេះគឺម៉ោងនៅតំបន់មជ្ឈិមបូព៌ាលោកដូណាល់ត្រាំបានបញ្ជាក់ដូចនេះនៅលើបណ្ដាញសង្គម Truth Social របស់លោកយោងតាមការចុះផ្សាយដោយសារព័ត៌មាន Jerusalem Post បណ្ដាញផ្សាយព័ត៌មាន CNN BBC ABC អាចារ្យចរាបានចុះផ្សាយអំពីបទបញ្ជារបស់លោកដូណាល់ត្រាំភ្លាមខណៈដែរលោកដូណាល់ត្រាំបានប្រើប្រាស់បទបញ្ជារបស់លោកហើយបញ្ជាក់នៅលើបណ្ដាញសង្គម X ទៀតផងលោកដូណាល់ត្រាំបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថាសហរដ្ឋអាមេរិកត្រូវចាប់ផ្ដើមបញ្ជូននាវាពិឃាតនាវាចម្បាំងបើកទម្លាយច្រកសមុទ្រហុកមកចាប់ពីថ្ងៃច័ន្ទទី4ឧសភានេះតទៅដែលលោកដូណាល់ត្រាំចាត់ទុកថាជាគម្រោងការមួយដើម្បីសេរីភាពនៃនាវាចរផ្លូវទឹកអន្តរជាតិមួយនេះលោកដូណាល់ត្រាំបានដឹងច្បាស់ថាក្រុមអ្នកជំនាញសហរដ្ឋអាមេរិកបានប្រឹក្សាអំពីរឿងនេះផ្ដល់យោបល់មកឲ្យលោកគឺវិជ្ជមានដែលត្រូវសាកល្បងជាមួយនឹងអ៊ីរ៉ង់ចាប់ពីនេះតទៅដើម្បីថាតើកប៉ាល់ដឹកព្រីងទាំងនោះប្រឈមមុខនឹងការវាយប្រាពីសំណាក់មីស៊ីលអ៊ីរ៉ង់ដែរឬទីហើយក៏លោកដូណាល់ត្រាំបញ្ជាក់ថាវាជាការសាកល្បងដើម្បីដោះស្រាយចំនួនជាមួយនឹងអ៊ីរ៉ង់ចាប់ពីនេះតទៅដោយប្រើប្រាស់មធ្យោបាយការពារផ្លូវទឹកអន្តរជាតិដូចនេះយោងតាមលោកដូណាល់ត្រាំប្រតិបត្តិការនេះនឹងផ្ដោតទៅលើការជួយការពារកប៉ាល់ទាំងឡាយណាដែលត្រូវឆ្លងកាត់ច្រកសមុទ្រហុកមកដោយកប៉ាល់ទាំងនោះត្រូវបើកចេញពីឈូងសមុទ្រពាក់លោកដូណាល់ត្រាំបានបញ្ជាក់ថាលោកធ្វើដូចនេះដោយសារតែប្រទេសជាច្រើនបានស្នើឲ្យសហរដ្ឋអាមេរិកសាកល្បងនៃការពារកប៉ាល់ពាណិជ្ជកម្មរបស់ពួកគេដែលត្រូវឆ្លងកាត់ច្រកសមុទ្រហុកមកតើអ៊ីរ៉ង់ឆ្លើយតបដូចម្តេចលោកដូណាល់ត្រាំបានបញ្ជាក់ថាប្រទេសភាគច្រើនដែលប្រើប្រាស់ច្រកសមុទ្រហុកមកពួកគេពឹងផ្អែកទៅលើសហរដ្ឋអាមេរិកហើយទៅពីនេះដើម្បីការពារផលប្រយោជន៍របស់ពួកគេដូច្នេះអាមេរិកត្រូវតែធ្វើតាមការទាមទាររបស់ប្រទេសទាំងអស់នោះលោកដូណាល់ត្រាំបានប្រាប់ទៅប្រទេសទាំងអស់នោះថាឥឡូវនេះនាវាពិឃាតរបស់សហរដ្ឋអាមេរិកនាវាចម្បាំងរបស់អាមេរិកត្រូវមានកាតព្វកិច្ចដើម្បីការពារផ្លូវទឹកអន្តរជាតិនេះក៏ដូចជាការពារកប៉ាល់ទាំងឡាយណាដែលត្រូវឆ្លងកាត់ឈូងសមុទ្រពាក់ហើយឆ្ពោះទៅកាន់ច្រកសមុទ្រហុកមកតាមសេចក្តីថ្លែងការណ៍របស់លោកដូណាល់ត្រាំដដែលនេះកប៉ាល់ទាំងឡាយណាដែលត្រូវបានអមការពារគឺត្រូវតែរុញកប៉ាល់នោះឲ្យចាក់ចេញពីច្រកសមុទ្រហុកមកឲ្យបានគឺមិនត្រូវវិលថយក្រោយវិញនោះទីហើយត្រូវតែការពារកប៉ាល់នោះឲ្យមានសុវត្ថិភាពលោកបានហៅប្រតិបត្តិការនេះថាជាប្រតិបត្តិការដើម្បីដំណើរការសម្រាប់មនុស្សធម៌ហើយត្រូវតែការពារអាយុជីវិតអ្នកបើកបរដែលបើកកប៉ាល់ឆ្លងកាត់ឈូងសមុទ្រពាក់ហើយត្រូវឆ្លងកាត់ច្រកសមុទ្រហុកមកលោកដូណាល់ត្រាំបានបញ្ជាក់ថាប្រសិនបើប្រតិបត្តិការមនុស្សធម៌នេះត្រូវបានរំខានឬក៏រងការវិបាកវាត្រូវតែអាមេរិកជាអ្នកឆ្លើយតបចំពោះការប្រហិង្សារបស់អ៊ីរ៉ង់នេះជាការព្រមានរបស់លោកដូណាល់ត្រាំលោកដូណាល់ត្រាំបានប្រកាសថាចាប់ពីថ្ងៃច័ន្ទទៅយើងត្រូវបញ្ជូននាវាចម្បាំងនាវាពិឃាតទៅការពារកប៉ាល់ដែលត្រូវចេញពីឈូងសមុទ្រពាក់ទម្លាយច្រកសមុទ្រហុកមកហើយការពារដើម្បីផលប្រយោជន៍មនុស្សជាតិតែប៉ុណ្ណោះប៉ុន្តែលោកដូណាល់ត្រាំសួរថាតើអ៊ីរ៉ង់សង្ស័កសហរដ្ឋអាមេរិកដូចម្តេចទីបញ្ជាការគណៈកងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាគឺជាកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយវិបត្តិច្រកសមុទ្រហុកមកដោយអាមេរិកលើកឡើងសេរីភាពនៃច្រកសមុទ្រហុកមកត្រូវតែទទួលបានការការពារទីបញ្ជាការគណៈកងទ័ពសហរដ្ឋអាមេរិកបានដឹងថានៅពេលនេះនាវាពិឃាតរបស់អាមេរិកដែលបំពាក់ដោយមីស៊ីលត្រូវតែបញ្ជូនចូលទៅការពារកប៉ាល់ស៊ីវិលទាំងអស់នោះប៉ុន្តែប៉ុណ្ណោះទីបញ្ជាការគណៈសហរដ្ឋអាមេរិកអះអាងថាកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកក៏ត្រូវហោះលើលំហអាកាសនៃច្រកសមុទ្រហុកមកផងដែរតាមទីបញ្ជាការគណៈសហរដ្ឋអាមេរិកកងទ័ពសហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅច្រកសមុទ្រហុកនៅជុំសមុទ្រពាក់នៅតំបន់សមុទ្រក្រហមសមុទ្រអូម៉ង់គឺមានចំនួន 15,000 នាក់សេចក្តីប្រកាសរបស់មេបញ្ជាការគណៈកងទ័ពសហរដ្ឋអាមេរិកឧត្តមសេនីយ៍ Prince-Cooper បញ្ជាក់ថាការគ្រប់គ្រងរបស់យើងសម្រាប់បេសកកម្មមនុស្សធម៌គឺមានសារៈសំខាន់សម្រាប់សន្តិសុខតំបន់និងសេដ្ឋកិច្ចសកលហើយគណៈនេះយើងតែងតែចូលរួមចំណែកដើម្បីរក្សាសន្តិភាពពិភពលោកជាមួយនឹងអ្វីដែលយើងមើលឃើញអំពីការឡើងព័ទ្ធច្រកសមុទ្រហុកមកគឺជាតម្លៃនៃការពារសេរីភាពនាវាចរនៃពិភពលោកបណ្ដាញផ្សាយព័ត៌មាន Axios បានធ្វើរបាយការណ៍នៃសេចក្តីរាយការណ៍របស់ខ្លួនដោយបញ្ជាក់ថាបើយោងតាមពួកមន្ត្រីសហរដ្ឋអាមេរិកពីររូបកំណត់ផ្ដួចផ្ដើមដំបូងនេះការពិតមិនត្រូវរាប់បញ្ចូលពីការបញ្ជូននាវាចម្បាំងធំចូលច្រកសមុទ្រហុកមកនោះទីបញ្ជាការកណ្ដាលត្រូវរៀបចំនាវាពិឃាតដែលជានាវាល្បឿនលឿនចូលទៅច្រកសមុទ្រហុករបស់ដែលពួកគេបើកចេញពីឈូងសមុទ្រពាក់ជាមួយនឹងការអមដំណើរការពារកប៉ាល់ទាំងឡាយណាដែលត្រូវបើកចេញពីឈូងសមុទ្រពាក់ហើយឆ្លងកាត់ច្រកសមុទ្រហុកមក
សូមជម្រាបថាកប៉ាល់ដែលបើកចេញពីឈុងសមុទ្រពេកឆ្លងកាត់ច្រកសមុទ្រហុបនោះពួកគេត្រូវឆ្ពោះទៅកាន់មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិកមហាសមុទ្រឥណ្ឌានិងសមុទ្រអារ៉ាប់ហើយឆ្ពោះទៅដល់សមុទ្រចិនខាងត្បូងនិងតំបន់មួយចំនួននៃសមុទ្រមីឌីតេរ៉ាណេអឺរ៉ុបទៀតផងទីបញ្ជាការកណ្ដាលកងទ័ពសហរដ្ឋអាមេរិកឲ្យដឹងថានាវាពិឃាតដែលត្រូវចូលការពារកប៉ាល់ដឹកព្រីងទាំងនោះកប៉ាល់ដឹកទំនិញទាំងនោះគឺសហរដ្ឋអាមេរិកមានផែនការដើម្បីឲ្យកប៉ាល់ដែលត្រូវឆ្លងកាត់ច្រកសមុទ្រហុបទាំងនោះពួកគេមានភាពប្រកបវិជ្ជាក្នុងការប្រើប្រាស់លំហសមុទ្រមួយនេះដោយមិនភ័យខ្លាចនឹងការគំរាមកំហែងបាញ់ប្រហារចាប់ចម្រិតដូចទីលោកដូណាល់ត្រាំបានបញ្ជាក់ថាច្រកសមុទ្រហុបមិនអាចខ្លាយទៅជាទីតាំងជំនួញរបស់ប្រទេសណាមួយដាច់ខាតដែលត្រូវតែស្ថិតនៅក្នុងដែនទឹកអន្តរជាតិកាលពីថ្ងៃអាទិត្យទី3មេសាលោកដូណាល់ត្រាំបានប្រាប់សារព័ត៌មានការញូថាលោកបានទទួលហើយនៅសំណើចុងក្រោយរបស់អ៊ីរ៉ង់ដែលពេលនេះលោកកំពុងពិនិត្យមើលប៉ុន្តែយ៉ាងណាក៏ដោយលោកត្រាំបានបង្ហាត់ថាសំណើរបស់អ៊ីរ៉ង់ចុងក្រោយដែលមាន14ចំណុចនោះអាមេរិកមិនអាចទទួលយកបានដូចទីដែលក្នុងនោះអ៊ីរ៉ង់បញ្ជាក់ពីការចរចាប្រព្រឹត្តទៅពេញរយៈពេល1ខែហើយ1ខែនេះត្រូវតែអាមេរិកបញ្ចប់ការឈ្លានពានអធិបតេយ្យភាពនៃប្រទេសអ៊ីរ៉ង់មានន័យថាត្រូវដកនាវាចម្បាំងអាមេរិកចេញពីការឡោមព័ទ្ធច្រកសមុទ្រហុបនិងត្រូវបញ្ឈប់សកម្មភាពយោធានៅតំបន់មជ្ឈិមបូព៌ាទាំងអស់លោកដូណាល់ត្រាំបញ្ជាក់ថាมันអាចទៅរួចនោះទីវាមិនមែនជាបំណងរបស់សហរដ្ឋអាមេរិកនោះទីលោកដូណាល់ត្រាំបញ្ជាក់ថាច្រកសមុទ្រហុបត្រូវតែបានការការពារដោយច្បាប់អន្តរជាតិជាមួយនឹងសហរដ្ឋអាមេរិកត្រូវតែខ្លាយជាប្រទេសដឹកមុខគឺក្នុងការបំបែកការចាប់យកច្រកសមុទ្រហុបដោយកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដាក់ផែនការសន្តិភាព14ចំណុចនោះទី1និយាយពីការបើកច្រកសមុទ្រហុបមកឡើងវិញជាមួយនឹងការបញ្ចប់ការឡោមព័ទ្ធច្រកសមុទ្រហុបដោយនាវាចម្បាំងសហរដ្ឋអាមេរិកទី2អាមេរិកត្រូវដកទណ្ឌកម្មទាំងអស់ទៅលើប្រទេសអ៊ីរ៉ង់ហើយបញ្ចប់ទាំងស្រុងវត្តមានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាបាត់ជប់បាញ់គ្នាត្រូវតែប្រែក្លាយទៅជាសន្តិភាពជាអចិន្ត្រៃយ៍សម្រាប់អ៊ីរ៉ង់និងតំបន់មជ្ឈិមបូព៌ាប៉ុន្តែលោកដូណាល់ត្រាំបានបញ្ជាក់ថាលោកមើលឃើញសំណើនេះវាស្ថិតនៅក្នុងចំណុចមិនច្បាស់លាស់នោះទីដូច្នេះអត់ទទួលយកបាននោះទីសូមជម្រាបថាច្រកសមុទ្រហុបត្រូវបានកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ចាប់យកជាចំណាក់ខ្មាំងតាំងពីថ្ងៃទី28កុម្ភៈមកនោះពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើកទ័ពវីប្រាដោយកម្លាំងទ័ពអាកាសនិងនាវាចម្បាំងវីប្រាទៅលើប្រទេសអ៊ីរ៉ង់ចាប់យកច្រកសមុទ្រហុបមកជាចំណាក់ខ្មាំងហើយក៏ចាប់ចម្រិតកប៉ាល់ដឹកព្រីងទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហុបទៀតផងអ៊ីរ៉ង់អាងថាច្រកសមុទ្រហុបវាស្ថិតនៅជាផ្នែកមួយនៃអធិបតេយ្យភាពដែនដីនៃប្រទេសអ៊ីរ៉ង់មានប្រទេសណាមួយចាត់ទុកថាវាជាផ្លូវនាវាចរអន្តរជាតិនោះទីប៉ុន្តែរឿងរ៉ាវសំណុំរឿងនៃច្រកសមុទ្រហុបនេះដែលឆ្លងកាត់សវនកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីរដងមកហើយនោះមិនទាន់ដាច់ស្រេចថាតើវាជាផ្លូវអន្តរជាតិឬយ៉ាងណានោះទីនៅខណៈដែលចិននិងរុស្ស៊ីបោះឆ្នោតជំទាស់មិនឲ្យមានដំណោះស្រាយយោធាដើម្បីចាប់យកច្រកសមុទ្រហុបនោះទីហុបគឺជាច្រកសមុទ្រដ៏ចង្អៀតមួយនៅតំបន់មជ្ឈិមបូព៌ាសហរដ្ឋអាមេរិកបានឡោមព័ទ្ធច្រកសមុទ្រហុបតាំងពីថ្ងៃ13មេសាមកនោះគឺអាមេរិកដាក់ពង្រាយនាវាចម្បាំងឡោមព័ទ្ធច្រកសមុទ្រហុបដល់ទៅ16គ្រឿងមានទាំងនាវាផ្ទុកយន្តហោះផងដែរមានទាំងយន្តហោះចម្បាំង100គ្រឿងបានហោះហើរលបាតជារៀងរាល់ថ្ងៃលើលំហសមុទ្រច្រកសមុទ្រហុបជុំសមុទ្រពេកតំបន់សមុទ្រក្រហមសមុទ្រអូម៉ង់សិតតែភ្ជាប់នឹងច្រកសមុទ្រហុបមុននឹងវាទៅដល់តំបន់មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិកច្រកសមុទ្រហុបមានតម្លៃពាណិជ្ជកម្មដល់ទៅ20%បើធៀបនឹងច្រកសមុទ្រផ្សេងៗទៀតនៅទូទាំងពិភពលោកវាជាផ្លូវនាវាចរដឹកព្រីងដ៏សំខាន់បំផុតចេញពីអាហ្វ្រិកនិងតំបន់មជ្ឈិមបូព៌ាប្រសិទ្ធពិសេសរបស់លោកដូណាល់ត្រាំប្រចាំការនៅអង្គការសហប្រជាជាតិគឺលោក Mike Waltz បានចោទអ៊ីរ៉ង់ដែលដាក់គ្រាប់មីននៅច្រកសមុទ្រហុបនោះគឺដាក់ទៅលើផ្លូវទឹកអន្តរជាតិហើយចោទថៃរ៉ង់កំពុងប៉ុនប៉ងចាប់ចម្រិតកប៉ាល់ដឹកព្រីងទាំងនោះក៏វាខ្លាយទៅជាចៅសមុទ្រផងដែរដែលចាត់ទុកថាវិធានការរបស់អ៊ីរ៉ង់នេះសម្រាប់អាមេរិកមិនអាចទទួលយកបានដូចទីគឺវាខុសនឹងគោលការណ៍ច្បាប់អន្តរជាតិហើយការរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបញ្ជាក់នៅលើបណ្ដាញសង្គម X ថាគេមិនត្រូវឈរជាមួយនឹងអ៊ីរ៉ង់ដូចទីនៅពេលនេះវាត្រូវតែចាត់ទុកអ៊ីរ៉ង់ជាប្រទេសដែលកំពុងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិកនិងដៃគូរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រពេកបានរួមកម្លាំងគ្នារួចទៅហើយដើម្បីការពារសេរីភាពនៃនាវាចរច្រកសមុទ្រហុបនេះយ៉ាងណាសមាជិកសភានៃប្រទេសអ៊ីរ៉ង់ក៏ដូចជាដំណសេនីយ៍នៃប្រទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍បន្តគ្នាដោយហៅប័ណ្ណបញ្ជារបស់លោកដូណាល់ត្រាំបញ្ជាឲ្យនាវាពិឃាតរបស់សហរដ្ឋអាមេរិកនាវាចម្បាំងសហរដ្ឋអាមេរិកចូលបំបែកច្រកសមុទ្រហុបមកជាមួយនឹងការបើកអមការពារកប៉ាល់ពាណិជ្ជកម្មផ្សេងៗនោះគឺសម្រាប់អ៊ីរ៉ង់មិនអាចទទួលយកបានដូចទីអ៊ីរ៉ង់បានហៅប្រតិបត្តិការប័ណ្ណបញ្ជាសហរដ្ឋអាមេរិកនេះគឺរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ហើយរំលោភលើប័ណ្ណជប់បាញ់គ្នាទៀតផងអ៊ីរ៉ង់មិនអាចទទួលយកបានដាច់ខាតសមាជិកប្រតិភិប្រទេសអ៊ីរ៉ង់និងឧត្តមសេនីយ៍អ៊ីរ៉ង់បានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនត្រូវធ្វើសកម្មភាពយោធាទាំងឡាយណាដែលកំពុងបំពានអធិបតេយ្យភាពរបស់ច្បាប់នៃប្រទេសអ៊ីរ៉ង់ដូចទីយ៉ាងណាទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិកឲ្យដឹងថាឥឡូវនេះចាប់ពីម៉ោងនេះតទៅនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនាវាពិឃាតរបស់សហរដ្ឋអាមេរិកដែលបំពាក់ដោយមីស៊ីលចាប់ផ្ដើមដាក់ពង្រាយហើយ
ត្រូវបើកចូលច្រកសមុទ្រមកជាមួយនឹងការពារកប៉ាល់ទាំងឡាយណាដែលត្រូវឆ្លងកាត់ច្រកសមុទ្រមកឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកអ្នកសង្កេតការណ៍មើលឃើញថាលោកដូណាល់ត្រាំដែលចេញប័ណ្ណបញ្ជាឲ្យនាវាពិឃាតនាវាចម្បាំងរបស់អាមេរិកការពារកប៉ាល់ដែលត្រូវឆ្លងកាត់ច្រកសមុទ្រមកដោយបើកចេញពីឈុំសមុទ្រពាក់នោះវាជាការសាកល្បងថាតើអ៊ីរ៉ង់ហ៊ានបើកការវិប្រាទៅលើកប៉ាល់ដឹកព្រីងទាំងនោះទៅលើនាវាចម្បាំងរបស់អាមេរិកដែរឬទេបើអ៊ីរ៉ង់មិនហ៊ានបើកការវិប្រាតិចនោះគឺអាមេរិកនឹងប្រើប្រាស់អនុភាពនៃកងនាវាចម្បាំងរបស់អាមេរិកជារៀងរាល់ថ្ងៃដើម្បីការពារកប៉ាល់ដឹកព្រីងទាំងនោះហើយជាការបំបែកភាពខ្លាំងរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក៏ថាបានប៉ុន្តែផ្ទុយទៅវិញបើអ៊ីរ៉ង់បើកការវិប្រាទៅលើកប៉ាល់ដឹកព្រីងទាំងនោះហើយទៅលើនាវាចម្បាំងសហរដ្ឋអាមេរិកវាដល់ពេលហើយដែលអ្នកសង្កេតការណ៍ប្រមានថាជាសង្គ្រាមសមុទ្រនៅតំបន់មជ្ឈិមបូព៌ាដ៏គ្រោះថ្នាក់បំផុតឧត្តមសេនីយ៍ចូលនិវត្តន៍សហរដ្ឋអាមេរិកគឺឧត្តមសេនីយ៍គីតគីលុងអតីតមេទ័ពឆាត់យងលេខ82របស់សហរដ្ឋអាមេរិកតែងតែផ្ដល់គំនិតទៅលោកដូណាល់ត្រាំថាត្រូវតែសាកល្បងក្នុងការប្រើប្រាស់កម្លាំងយោធាអាមេរិកដោយមាននាវាចម្បាំងនាវាពិឃាតត្រូវតែឆ្លងកាត់ច្រកសមុទ្រមកជាមួយនឹងការការពារផលប្រយោជន៍របស់ពិភពលោកថាតើអ៊ីរ៉ង់ឆ្លើយតបដូចម្តេចឧត្តមសេនីយ៍ចូលនិវត្តន៍គីតគីលុងបញ្ជាក់ទៀតថាសហរដ្ឋអាមេរិកត្រូវតែប្រើប្រាស់មធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីរំដោះច្រកសមុទ្ររបស់ពីដៃរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់និងវាយកកោះខាងឲ្យបាននៅពីនេះព្រោះកោះខាងគឺជាដង្ហើមសេដ្ឋកិច្ចដ៏ធំបំផុតរបស់អ៊ីរ៉ង់ផងដែរនៅលើកោះខាងសិតតែជាទីតាំងឧស្សាហកម្មព្រីងឥន្ធនៈរបស់អ៊ីរ៉ង់រោងចក្រចម្រាញ់ព្រីងទីតាំងស្តុកព្រីងធំរបស់អ៊ីរ៉ង់គឺនៅលើកោះខាងទាំងអស់ប៉ុន្តែកោះខាងវាលាតសន្ធឹងក្បែរនឹងច្រកសមុទ្ររបស់នៅលើកោះខាងក៏មានមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់តាំងនៅផងដែរប៉ុន្តែកោះខាងរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលចេញពីយន្តហោះរបស់សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការវាយទៅលើទីតាំងយុទ្ធសាស្ត្រនៃកងទ័ពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ទៅលើកោះខាងនេះគឺពីរលើកមកហើយលោកដូណាល់ត្រាំនិងទីបញ្ជាការសហរដ្ឋអាមេរិកអានថាទីតាំងយុទ្ធសាស្ត្រយោធារបស់អ៊ីរ៉ង់នៅកោះខាងត្រូវបានកំទេចអស់ហើយយ៉ាងណាកាលពីថ្ងៃទី3ខែឧសភានេះកងឆ្មាំបដិវត្តអ៊ីរ៉ង់ព្រមានថាសហរដ្ឋអាមេរិកកំពុងតែប្រឈមនឹងជំរើសមួយរវាងប្រតិបត្តិការយោធាដែលទទួលបរាជ័យឬក៏ត្រូវជ្រើសរើសយកកិច្ចព្រមព្រៀងដ៏អាក្រក់មួយជាមួយនឹងអ៊ីរ៉ង់ការព្រមានរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅតែបង្ហាញទស្សនៈអវិជ្ជមានដោយច្រានចោលចំណាយចុងក្រោយរបស់អ៊ីរ៉ង់ជាថ្មីម្ដងទៀតនេះអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Qasem Gharibabadi បានប្រាប់ក្រុមមន្ត្រីការទូតនៃប្រទេសផ្សេងៗទៀតនៅទីក្រុងតេហ៍រ៉ង់ដែលបញ្ជាក់ថាការសម្រេចចិត្តទាំងឡាយស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិកតើអាមេរិកជ្រើសរើសដំណោះស្រាយការទូតឬអាមេរិកត្រូវជ្រើសរើសប្រឈមមុខវាយប្រហារជាមួយនឹងអ៊ីរ៉ង់ជាថ្មីម្ដងទៀតឬក៏ដូចម្ដេចអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោកនេះបញ្ជាក់ថាអ៊ីរ៉ង់បានត្រៀមជាស្រេចហើយសម្រាប់ជំរើសទាំងពីរនេះប៉ុន្តែសំណួរនៅតែសួរថាតើកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ហ៊ានបើកការវិវត្តទៅលើនាវាចម្បាំងសហរដ្ឋអាមេរិកដែលឆ្លងកាត់ច្រកសមុទ្រធំមកដែរឬទេ